បាទដល់ចូលទៀតមួយដៃរបស់បង្គោលខៀវទុតមិនអើយអត់អីទេអត់អីទេត្រៀមប្រឹងប្រែងប្រកួត Games ស្មាតរាជសីគុនខ្មែរគូទី4គឺជាគូអន្តរជាតិមិត្តភាពកម្ពុជាជប៉ុនទឹកទី1 Run 1បាទអាយ៉ាទឹកទី1ឲ្យវាសនាតេះលេងបាទប្រាប់ថាបងជង្គង់ខ្ញុំខ្លាំងណាបង្គោលខៀវទុតជើងក្រោមមួយទុតសងមកវិញធាក់មួយជើងរបស់វាសនាអូយអាយ៉ាបដូរក្លឹបវាយកាច់អីទុតជើងក្រោមវិញទៅហើយអូនវាសនាកាចម្លេងឯនេះអត់ទាន់វាយបាន2លានកាច់ក្រោយទុតមកជើងទៀតកាត់ជើងក្រោមកាត់សងមកវិញកាត់អត់ត្រូវទេវាសនាទៅឲ្យកាត់ខាងលើធាក់មួយរបស់វាសនាទុតជើងក្រោមផ្ទះម្ដាយរបស់វាសនា65គីឡូក្រាមពេញរូបពេញរាងពេញសាច់កំពុងតែពេញវ័យបាទធ្វើការប្រកួតល្អក៏អត់ទៅអូយបោះមកជង្គង់របស់វាសនា Gensberg លើកស្ទួយកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោកលោកអាញាកណ្ដាថាវាយអូណាមិនមែនវាយ5ទឹកទេវាយតែ3ទឹកទេគាត់ជើងអត់ចាញ់ទេមួយដៃផុតបាត់ចាស់បាច់អូយមួយជើងទៀតបោះមកជង្គង់ទៀតរបស់វាសនាអូយជង្គង់ហាអីកាចមែនទុតជើងក្រោមមកវិញរបស់បង្គោលខៀវទុតមកជើងទៀតទាត់មួយបាទទៅហើយទាត់មកជើង2ជើងរបស់វាសនាធាក់មួយទៀតបាទប៉ះដៃមួយវាយក្បាលពួររបស់វាសនាចូលពេញល្អណាស់កាប់មកកែងប៉ុណ្្នឹងឯងថាมันកាចទៀតឬយ៉ាងម៉េចបាទបែកបាត់ហើយអូយបាទមួយកែងហូរឈាមរាវបាទសូត្រវាសនាកាចបាទសម្រាប់វាសនាថ្ងៃនេះបាទពិតជាអស្ចារ្យបាទនៅលើសង្វៀនបាទមួយកែងកាប់អំបញ្ញមិញនេះដែលធ្វើឲ្យកីឡាករមកពីជប៉ុនមកកែងហូរឈាមរាវអូទប់អត់ជាប់ទេបាទទប់អត់ជាប់ទេបាញ់ឈាមមកបាត់ទៅហើយទោះបីជាលោកអញ្ញាកណ្ដាលព្យាយាមនៃការជូនបាទរុញមកកាន់លោកគ្រូពេទ្យដើម្បីពិនិត្យបាត់បឋមបាទដើម្បីពិនិត្យបឋមសិនបន្តការប្រកួតបាទអីទេទៅទៀតទាត់មួយជើងទៀតទាត់មួយជើងទៅហើយធាក់មួយរបស់បង្គោលខៀវទាត់មួយទាត់សងមកវិញទាត់មួយជើងទៀតរុញឲ្យទៅវិញបាទដល់ចូលទៀតមួយដៃរបស់បង្គោលខៀវទាត់មិនអើយអត់អីទេចឹងអំបញ្ញមិញនេះបាទលោកគ្រូពេទ្យក៏ដូចជាលោកកញ្ញាកណ្ដាលបាទសម្រាប់បញ្ចប់ការប្រកួតនេះចាំមើលចាក់មកជង្គង់នេះរបស់វាសនាមកកែងនេះបាទជាតិដូច Gensberg គឹបបាទបាញ់ឈាមវបាទទស្សនិកជនចាំមើលប្លង់មួយប្លង់ទៀតមួយជើងកាត់ចូលកញ្ចឹងកផុសប៉ាំងត្រេតបាទនេះបាទចឹងប្រកួតទុនទីបន្តជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចាសសូមអរគុណបង្គោលក្រហ